បាទសូមអរគុណពាក់ព័ន្ធនឹងការងារនេះដែរគឺអាយដាមតំណែងឯកសរថាពាក់ក្នុងការរងនឹងជាស្នងការនគរបាលខេត្តភ្នំក៏បានឲ្យការិយាល័យជំនាញរបស់យើងខ្ញុំនឹងត្រៀមរៀបចំជាលិខិតបទដ្ឋានផ្សេងសម្រាប់ចុះទៅដល់ចំណតរថយន្តក្រុងរថយន្តតាក់ស៊ីនៅក្នុងក្រុងសេនុយើងទាំងមូលដែរដើម្បីផ្សព្វផ្សាយគាត់បើកបរទី1មិនដឹកមនុស្សទៅចំណុះបាទទី2ត្រូវត្រួតពិនិត្យលក្ខណៈចែកទេសយានយន្តឲ្យបានត្រឹមត្រូវមុនចេញដំណើរដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ទី3បើកបរគោរពល្បឿនកំណត់មិនបាចែងក្នុងស្ថានភាពគ្រោះថ្នាក់ណាមិនបើកបរក្នុងស្ថានភាពស្វឹងនិងមិនផ្ទុកមនុស្សលើសចំណុចឲ្យបានជាដាច់ខាតពីព្រោះពេលដែលគាត់ផ្ទុកណាអ្នកដំណើរនៅចិត្តគាត់នៅគៀកនឹងគាត់មើលឃើញពួកខ្លះគឺមានជាពលរដ្ឋក៏ដើរលេងច្រើនគាត់ធ្វើដំណើរទៅតាមខេត្តច្រើនអញ្ចឹងគាត់ប្រញុកដើម្បីបានភ្ញៀវច្រើនសូម្បីតែកន្លែងចិត្តដែលគាត់អង្គុយហ្នឹងគាត់ដាក់អ្នកដំណើរដែរអាហ្នឹងហើយជាកត្តាបង្កគ្រោះថ្នាក់កើតឡើងពីព្រោះកៅអីសម្រាប់អ្នកបើកបរហ្នឹងគឺមានប្រដាប់ប្រដាសម្រាប់បញ្ជានៅលើឡានទាំងមូលបាទហើយបើគាត់ដាក់អ្នកនរំណាម្នាក់នៅកន្លែងហ្នឹងហើយអញ្ចឹងការប្រើប្រាស់ចលនានៃការបើកបររបស់គាត់យឺតជាងគាត់នឹងអង្គុយម្នាក់ឯង 50% អញ្ចឹងវាអាចគ្រោះថ្នាក់កើតឡើងច្រើនហើយក៏បានសូមក៏ត្រូវតែសូមសំណូមពរគាត់ដែរមិនឲ្យតម្លើងថ្លៃណាយកអ្វីដែលលើសពីថ្ងៃធម្មតាដែរពីព្រោះបងប្អូនយើងគាត់ត្រូវធ្វើដំណើរទៅស្រុកទៅអីចឹងទៅគឺមិនត្រូវការចំណាយលើអាហ្នឹងវាច្រើនណាហើយប៉ុន្តែរដ្ឋាភិបាលសម្ដេចមហាវរធិបតីនាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជាយើងក៏បានមានរថយន្តក្រុងណាសម្រាប់ដឹកបងប្អូនយើងធ្វើដំណើរទៅស្រុកណាទៅវិញទៅមកហ្នឹងដោយពុំគិតថ្លៃទេហើយគោលការណ៍របស់រដ្ឋបាលខេត្តនឹងរៀបចំហើយដូចជានៅវេទិកា7មករារបស់យើងស្ថិតនៅសង្កាត់លេខ3បាទអញ្ចឹងសូមតាមផ្ញើបងប្អូនយើងទាំងអស់គ្នាដែលមានបំណងចង់ទៅស្រុកកំណើតណាតែធ្វើដំណើរតាមរថយន្តរបស់រដ្ឋាភិបាលដែលបានគ្រោងទុកជូនបងប្អូនហ្នឹងគឺយើងនាំគ្នាទៅជិះនៅវេទិកា7មករាទាំងអស់គ្នាទៅណាហើយកម្លាំងសមត្ថកិច្ចយើងគឺមានសម្របសម្រួលចរាចរណ៍នៅទីនោះបាទហើយសូមបញ្ជាក់បន្ថែមដែរពាក់ព័ន្ធនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងខាងមុខនេះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករបស់យើងគឺបានបង្រាយតាមគោលដៅសំខាន់តាមដងផ្លូវដើម្បីសម្របសម្រួលស្ដាប់ទប់ចរាចរណ៍បញ្ជាការកកស្ទះចរាចរណ៍និងត្រៀមបង្ការទប់ស្កាត់ករណីផ្សេងជាយថាហេតុបើសិនជាមានករណីដែលបញ្ហាលើដងផ្លូវគឺយើងនឹងបញ្ចេញកំណត់ព្រាមទប់ទល់ហើយនឹងបញ្ជាទីណាដែលមានកកស្ទះគឺយើងបញ្ជាទៅកន្លែងណាដែលមិនមានកកស្ទះហើយសូមសំណូមពរដល់បងប្អូនអ្នកដែលប្រើប្រាស់ផ្លូវពេលណាដែលសមត្ថកិច្ចនគរបាលចរាចរណ៍របស់យើងក៏ដូចជាសមត្ថកិច្ចជំនាញផ្សេងស្នើសុំបង្វែរទិសចរាចរណ៍ណាបដូរទិសចរាចរណ៍គឺសូមឲ្យគាត់ធ្វើតាមនិងសូមទៅតាមអ្វីដែលសមត្ថកិច្ចយើងបញ្ជាពីព្រោះសមត្ថកិច្ចពេលដែលទីហ្នឹងមានការកកស្ទះឬមួយក៏មានបញ្ហាអ្វីកើតឡើងទៅពួកគាត់បញ្ជាបង្វែរទិសចរាចរណ៍កុំឲ្យមានការកកស្ទះបើបងប្អូនមិនស្ដាប់អញ្ចឹងមានថាការកកស្ទះវាកាន់តែកើនឡើងអញ្ចឹងមិនអាចទៅមុខបានទេអញ្ចឹងសមត្ថកិច្ចយើងក៏ដឹងថាឥឡូវខាងក្នុងស្ទះហើយអញ្ចឹងក៏បង្វែរទិសឲ្យទៅឆ្វេងទៅទៅស្ដាំអញ្ចឹងយើងត្រូវកលឹងមកជុំទៅដើម្បីឲ្យធូរស្បើយអស់គ្នាដើម្បីសប្បាយអស់គ្នាសុខសុវត្ថិភាពអស់គ្នាជៀសវាងគ្រោះថ្នាក់អស់គ្នា